បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងតមេរៀនចាស់មេរៀនមុនយើងរៀនអំពីការហាក់ធាតុមេឃបាទអញ្ចឹងមេរៀននេះយើងនិយាយពីហាក់ធាតុដីបានថាហាក់ក្នុងចំណោមសត្វទាំង12អញ្ចឹងខ្ញុំបានដាក់នៅក្នុងហើយតាមសំណួរមួយថ្ងៃនេះក្នុងវីដេអូនេះខ្ញុំបញ្ជាក់ថា6បញ្ជាក់តែនៅក្នុងនោះមានតែ3ចំណុចបាទ4ចំណុចបាទវីដេអូក្រោយយើងបន្ត3ចំណុចទៀតបាទអូខេអញ្ចឹងតើយើងចាប់ដើមទី1ហេតុអីបានមនុស្សម្នាក់មានអត្តចរិតគាត់នឹងអត់ងាយកែប្រែតាំងពីក្មេងមកដល់ចាស់អត់កែប្រែអត្តចរិតគាត់អញ្ចឹងណានឹងយើងមើលក្នុងបាតជឿយើងអាចដឹងខ្លះអញ្ចឹងអ្នកខ្លះបើសិនជាយើងក៏សម្គាល់ទៅពីក្មេងគាត់ចរិតផ្សេងឥឡូវបីកណ្ដាលគាត់ចរិតផ្សេងចាស់ទៅគាត់ចរិតផ្សេងប៉ុន្តែមនុស្សមួយចំនួនអត់ទេគាត់ចរិតគាត់អត់ប្រែប្រួលទេពីក្មេងទល់ចាស់គឺមិនងាយប្រែប្រួលអញ្ចឹងវាមានមូលហេតុនៅក្នុងបាតជឿបាទអញ្ចឹងមូលហេតុគឺតាក់ទងជាមួយនឹងការហាក់នឹងហើយវីដេអូចាស់តាក់ទងហាក់ធាតុមេឃខ្ញុំបានបញ្ជាក់ហើយគឺតាក់ទងជាមួយនឹងអត្តចរិតដែលយើងបង្ហាញចេញមកក្រៅឃើញថាយើងចង់បានអ្វីមួយហាក់ធាតុមេឃយើងចង់បានអ្វីមួយយើងលោភលន់ឬក៏មហិច្ឆតាចង់បានអ្វីមួយតែហាក់ធាតុដីតាក់ទងជាមួយនឹងការចង់បានប៉ុន្តែវាច្រើនការចង់បានគាត់អត់សម្ដែងមកក្រៅឃើញច្បាស់ទេភាគច្រើនគាត់ជាអារម្មណ៍ឬក៏អត្តចរិតគាត់បើសិនជាយើងទំស្គាល់គាត់អត់ដឹងទេតែនោះថាយើងចិត្តស្និទ្ធមួយគាត់បានអាចយើងដឹងពីអត្តចរិតនឹងមកអញ្ចឹងណានឹងធាតុដីបាទសត្វទាំង12នឹងគឺអត្តចរិតក្នុងខ្លួនគាត់ដល់យើងចិត្តស្និទ្ធបានអាចដឹងពេលខ្លះចិត្តស្និទ្ធ10 20ឆ្នាំអត់ដឹងទៀតអត់លាក់អត់ដឹងទៀតបាទអញ្ចឹងក្នុងហ្នឹងមានហេតុផលរបស់គេមួយអញ្ចឹងយើងមើលទៅហាក់ទាំង6បាទហាក់ទាំង6គូអញ្ចឹងហាក់ទាំងអស់មាន4ប្រភេទធំហាក់6គូត្រីហាក់តាមរដូវកាលហើយនឹងហាក់ពាក់កណ្ដាលបាទហាក់ពាក់កណ្ដាលអញ្ចឹងយើងមើលមួយទៅអញ្ចឹងទី1ហាក់យើងចាប់ផ្ដើមពីជូតបាទជូតហាក់ជាមួយក៏ជាមួយឆ្លូវបាទហាក់គូទី2អញ្ចឹងចូលឆ្លូវហើយខាលបាទអញ្ចឹងខាលហាក់ជាមួយនឹងកុលបាទហាក់ជាមួយនឹងកុលគូទី3អញ្ចឹងពីខាលចូលដល់ថោះបាទអញ្ចឹងថោះហាក់ជាមួយនឹងចអញ្ចឹងចូលគូទី4យើរោងហាក់ជាមួយនឹងនេះរកាបាទម្សាញ់បាទម្សាញ់ហាក់ជាមួយនឹងបូកគូទី6គូចុងក្រោយអញ្ចឹងម្សាញ់ហើយមុំមីបាទមុំមីហាក់ជាមួយនឹងមុំម៉ែបាទអូខេអញ្ចឹងបងប្អូនយើងមើលធាតុមួយហាក់មកធម្មតាហាក់គ្នាប្រកបជាបង្កើតធាតុមួយផ្សេងទៀតអញ្ចឹងណាអញ្ចឹងយើងមើលហាក់ទី1បង្កើតបានធាតុដីបាទហាក់ទី2បង្កើតបានធាតុឈើហាក់ទី3ថោះហើយចោបង្កើតបានធាតុភ្លើងហាក់ទី4រោងហើយនឹងរកាបង្កើតបានធាតុមាសបាទហាក់ទី5ម្សាញ់ហើយបូកបង្កើតបានធាតុទឹកបាទហាក់ទី6មីហើយនឹងម៉ែបង្កើតបានធាតុភ្លើង
បាទអញ្ចឹងបងប្អូនមើលគាត់សម្គាល់ធាតុទាំងអស់ហ្នឹងអត់មានបែងចែកយីនហើយនឹងយ៉ាងទេបាទធាតុហ្នឹងគឺគេនិយាយលើធាតុមួយហ្មងដីគឺដីឈើគឺឈើភ្លើងគឺភ្លើងអញ្ចឹងក្នុងហ្នឹងភ្លើងមាន12បាទកាលពីហ្នឹងវាមួយទេអញ្ចឹងអូខេហើយនឹងហាក់គូទាំង6អញ្ចឹងចូលមួយទៀតត្រីហាក់បាទត្រីហាក់អញ្ចឹងគូទី1ត្រីហាក់ទី1ខាលបាទលើសេខ្មែរខ្ញុំសេខ្មែរលេចឹនស្រួលបងប្អូនយើងថ្នឹបមើលទៅថ្នឹបអញ្ចឹងព្រោះធម្មតាយើងអានតារាងយើងប្រើចិនមើលលឿនជាងបើសិនយើងតែចង់មើលខ្មែរក៏បានដែរព្រោះយើងទៅសេខ្មែរតាមតាមចិនអញ្ចឹងខាលនេះត្រីហាក់អញ្ចឹងមានសត្វ13ភូមិហើយនឹងចបាទបង្កើតបានធាតុភ្លើងគូទី2អឺគូទី2ម្សាញ់ជាមួយនឹងភូមិម្សាញ់រកាហើយនឹងឆ្លូវបាទគូនេះបង្កើតបានធាតុមាសអញ្ចឹងគូទី3វោកជូតហើយនឹងរងគូនេះបង្កើតបានធាតុទឹកអញ្ចឹងគូទី4ចូលដល់កុលបាទកុលអឺថោះហើយនឹងម៉ែបាទនេះបង្កើតបានធាតុឈើបាទអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់មាន4ធាតុអត់មានធាតុដីចឹងបើសិនជាពេលខ្លះមានក្នុងសភៅខ្លះគាត់និយាយដែរមានត្រីហាក់ជាដីដែរប៉ុន្តែភាគច្រើនគេអត់សំដៅលើសត្វណាមួយហើយតែសត្វធាតុដីហើយសត្វធាតុដីមានចាប់ពី3ឡើងទៅត្រីហាក់កើតដីហើយបាទឧទាហរណ៍អញ្ចឹងសត្វធាតុដីដែលជាសត្វផ្ទុកទ្រព្យហ្នឹងសត្វឃ្លាំងហ្នឹងមានរងចឆ្លូវហើយនឹងម៉ែសត្វទាំង4ហ្នឹងបាទសត្វទាំង4ហ្នឹងជាប្រភេទសត្វឃ្លាំងជាប្រភេទសត្វដីអញ្ចឹងធម្មតាបើក្នុងតារាងយើងឃើញមានចាប់ពី3ឬក៏4គឺយើងចូលហើយបាទចូលទៅជាដីបាទអូខេត្រីហាក់ជាងយើងចូលមួយទៀតហាក់តាមរដូវកាលហាក់តាមរដូវកាលស្រួលទេបងប្អូនបើមិនយើងចាំសត្វមួយទៅតាមរដូវអញ្ចឹងអូខេអញ្ចឹងទី1រដូវស្លឹកឈើរស់រដូវស្លឹកឈើរស់មានកាលថោះហើយនឹងរងបាទទី2បាទទីខាងលើនេះបង្កើតបានឈើទី2ចូលដល់រដូវក្តៅបាទ
ចឹងរដូវក្តៅមានម្សាញ់បាទម្សាញ់ម្សាញ់មមីហើយនឹងមមែបង្កើតបានធាតុភ្លើងបាទចូលដល់មួយទៀតរដូវកាលស្លឹកឈើជ្រុះបាទរដូវកាលស្លឹកឈើជ្រុះយើងមានវោកលកាចបាទបង្កើតបានមាសចុងក្រោយទឹកអញ្ចឹងមានកុលជូតហើយនឹងឆ្លៅអូខេបង្កើតបានទឹកអូខេអញ្ចឹងយើងមានហាក់តាមរដូវកាលហើយនឹងពាក់កណ្ដាលហាក់បងប្អូនកន្លែងនេះចង់បញ្ជាក់ពាក់កណ្ដាលហាក់ឧទាហរណ៍ក្នុងនេះក្នុងត្រីហាក់ហ្នឹងឥឡូវយកឧទាហរណ៍ទី1ចុះបាទទី1ក្នុងតារាងជួនកាលអត់បានជា3គូហ្នឹងទេបាទអត់មាន3គូហ្នឹងទេពេលខ្លះមានតែខាលហើយនឹងចពេលខ្លះមានតែមមីហើយនឹងចបាទពេលខ្លះមានតែខាលហើយនឹងមមីអញ្ចឹងមានតែពីរអញ្ចឹងគេហៅថាហាក់ពាក់កណ្ដាលហាក់ពាក់កណ្ដាលហ្នឹងក៏អាចថាសម្រេចដែរតែមិនសម្រេច 100% ទេសម្រេចបាន60-70% ទេអូខេហ្នឹងក៏អាចយើងអានថាហាក់បានដែរគេថាហាក់អត់បានពេញលេញបាទអញ្ចឹងអូខេយើងមើលខ្ញុំឧទាហរណ៍ជាតារាងឲ្យបងប្អូនដើម្បីស្រួលយល់បាទឧទាហរណ៍តែគាត់កើតខែកុលបាទឆ្នាំខាលបាទតារាងមួយទៀតឧទាហរណ៍ខែកុលទៅដែរបាទបងប្អូននេះស្អីឥឡូវខ្ញុំនៅសេខ្មែរក្នុងបាទអញ្ចឹងខាលគាត់កើតម៉ោងខាលម៉ោងប៉ុន្មានបងប្អូនម៉ោងចុះពីម៉ោង3ដល់ម៉ោង5បាទអូខេអញ្ចឹងបងប្អូនចំណាំមើលនៅក្នុងតារាងហ្នឹងសត្វហាក់គូទៅជាប់គ្នាគឺហាក់បានសម្រេចបាទអញ្ចឹងយើងប្រកាសជាមើលទៀតដែរហាក់នោះបង្កើតបានឈើបាទអញ្ចឹងខែកុលទឹកនឹងមានទឹកហើយឈើកុលទឹកទៀតទឹកបូកហើយនឹងឈើបូកអញ្ចឹងហាក់នោះគឺហាក់បានសម្រេច 100% ប៉ុន្តែបងប្អូនចាំធម្មតាហាក់ធាតុដីភាគច្រើនគឺអត់បាត់ធាតុដើមទេទោះបីកុលហើយខាលហាក់ចូលគ្នាអតិពលរបស់កុលហើយនឹងខាលអាចថយខ្លះលទ្ធផលចេញមកឈើបាទលទ្ធផលចេញមកឈើអត់ដឹងធ្វើបូកឈើដកទេគឺធាតុឈើបាទអញ្ចឹងលទ្ធផលបានឈើប៉ុន្តែធាតុដើមដូចជាទឹកបាទទឹកគឺអត់បាត់ដែរបាត់ខ្លះអត់បាត់ទាំងអស់ទេនឹងធាតុដីគឺរឹងមាំអញ្ចឹងអូខេដល់គូនេះម្ដងម៉ោងហើយនឹងខែគឺនៅឆ្ងាយពីគ្នាហាក់អត់ងាយបានសម្រេចមានអាចហាក់បានយើងគិតទៅអាចលទ្ធផលអាចបានតែ 20% អីទេដោយសារគាត់នៅឆ្ងាយពីគ្នាបាទអញ្ចឹងពីនឹងហាក់ធាតុឈើយ៉ាងណាក៏មានចំហាយធាតុឈើខ្លះដែរគាត់តែអត់ខ្លាំងដោយសារអត់នៅជាប់គ្នាបាទលើបងប្អូនឆ្ងល់បើសិនជាឥឡូវខ្ញុំអត់យកខែថាយកខែកុលទេបាទខ្ញុំថាយកខែម្សាញ់ចុះបាទគាត់កើតថ្ងៃកុលអញ្ចឹង
បងប្អូនចំណាំមើលបងប្អូនមើលពីនេះកើតបានឈើបាទពីនេះកើតបានឈើប៉ុន្តែខែក្តៅបាទខែក្តៅខែម្សាញ់ខែក្តៅអញ្ចឹងលទ្ធផលចេញមកឈើឆេះអស់ចេញមកឈើសពូនអញ្ចឹងលទ្ធផលមកអត់សូវល្អទេប៉ុន្តែយ៉ាងណាក៏មានធាតុឈើនៅក្នុងនឹងជួយបើសិនជាគាត់បើសិនជា DT គាត់ជាឈើដកបាទអញ្ចឹងពីរនឹងហាក់គ្នាទោះបីជាយ៉ាងណាក៏អាចជួយគាត់បានខ្លះដែរទោះបីមិនក៏ដោយគាត់ជាងអត់អញ្ចឹងពេលហាក់គ្នាទឹកប្រកបជាថយបាទទឹកថយខ្លះបានឈើអូខេហើយបងប្អូនមើលហាក់នឹងវាមានចំណុចសំខាន់មួយទៀតនៅក្នុងហ្នឹងគឺកលហើយនឹងសាញ់ឆុងគ្នាបាទអញ្ចឹងតារាងអញ្ចឹងគេហៅថាជាតារាងមិនជាតារាងងាយស្រួលអានទេគាត់នៅក្នុងនោះមានហាក់ហើយមានឆុងទៀតអញ្ចឹងលទ្ធផលហាក់សឹងតាមិនអាចទៅរួចបាទសឹងតែមិនអាចទៅរួចឬក៏យើងមើលរបៀបចេះវិញឆ្នាំហើយខែហើយតមកថ្ងៃអញ្ចឹងហ្នឹងគឺជាពេលវេលាដែលគាត់ឆ្លងកាត់ពីក្មេងមកមួយឆ្នាំទៅ15ឆ្នាំ15ទៅ30ឆ្នាំនេះ30ដល់45នេះ45ឡើងទៅអញ្ចឹងពេលពីក្នុងចន្លោះគាត់អាយុ15ដល់45គឺឆុងមានការឆុងកុលហើយនឹងម្សាញ់អញ្ចឹងហេតុការណ៍គាត់ជួបក្នុងជីវិតនៅចន្លោះហ្នឹងគឺឆុងពេលគាត់មានកូនឬក៏ចាប់ពីអាយុ40ឆ្នាំឡើង45ឆ្នាំឡើងទៅចាប់ផ្ដើមឆុងចាប់ផ្ដើមបន្ថយហើយអញ្ចឹងទៅជាហាក់វិញបាទហាក់វិញអញ្ចឹងខាលហាក់កលវិញអញ្ចឹងឆុងថយមានហាក់ប៉ុន្តែហាក់អត់បានសម្រេចហាក់ថយដោយសារឆុងអញ្ចឹងអតិពលទៅមករហូតក្នុងជីវិតគាត់ពេលខ្លះជួបពេលខ្លះបែកពេលខ្លះបែកហើយជួបវិញអញ្ចឹងនឹងគឺជាការមើលការអានក្នុងតារាងយើងប៉ុន្តែបើសិនជាបងប្អូនណាមានតារាងអញ្ចឹងកុំតន់អភ័យពួកអីការឆុងធាតុដីឆុងសัตว์ក្នុងដីឬក៏ហាក់លទ្ធផលអត់ចេញមកគឺធ្វើឲ្យយើងភ្ញាក់ផ្អើលទេមានលទ្ធផលអាក្រក់ទេបាទនោះត្រាតែមានធាតុមេឃប្រឆាំងគ្នាដែរឧទាហរណ៍កលហើយម្សាញ់បាទឥឡូវថាកលហើយម្សាញ់ឆុងគ្នាអញ្ចឹងកលគាត់មានទឹកម្សាញ់មានធ្វើភ្លើងបាទអញ្ចឹងទឹកម៉ាស៊ីនជានៅលើនេះបាទម៉ាស៊ីនជាម្សាញ់លើនេះជាទឹកដកបាទជាទឹកដកហើយគាត់កើតឆ្នាំភ្លើងបូកបាទកើតឆ្នាំភ្លើងបូកអញ្ចឹងកលហើយម្សាញ់ឆុងគ្នាហើយធាតុមេឃមានទឹកហើយភ្លើងបុកគ្នាទៀតអញ្ចឹងបានន័យថាឆុងនេះគឺឆុងខ្លាំងបាទឆុងខ្លាំងអូខេឥឡូវយើងកុំឲ្យបែកឆ្ងាយយើងនិយាយពីហាក់អញ្ចឹងនេះខ្ញុំចង់ប្រាប់ថាធម្មតាហាក់បើសិនជានៅជិតគ្នាហាក់បានច្រើនបើសិននៅឆ្ងាយពីគ្នាហាក់បានតិចតួចអញ្ចឹងហើយយើងមើលតើដោយការដែរបើសិនជាដោយការគ្រប់គ្រងលទ្ធផលដែលហាក់ចេញមកគឺល្អគឺហាក់បានសម្រេចតែបើសិនជាដោយការប្រឆាំងនឹងលទ្ធផលដែលចេញមកគឺហាក់អត់បានសម្រេចទេបាទអូខេអញ្ចឹងយើងមើលខ្ញុំចង់បែងចែកពីឥទ្ធិពលហាក់មួយអញ្ចឹងមានហាក់6គូត្រីហាក់តាមដោយការហាក់ពាក់កណ្ដាលហាក់ទាំងអស់ហ្នឹងហាក់ដែលឥទ្ធិពលខ្លាំងជាងគេគឺហាក់តាមដោយការបាទហាក់តាមដោយការគឺខ្លាំងជាងគេបំផុតបន្ទាប់មកត្រីហាក់បាទបន្ទាប់មកត្រីហាក់បន្ទាប់មកហាក់6គូហាក់6គូហើយនឹងហាក់ពាក់កណ្ដាលផាកផែគ្នាបាទពីរនោះផាកផែគ្នាវិញដាក់ផ្កាយអញ្ចឹងហាក់តាមដោយការផ្កាយ3គឺហាក់ខ្លាំងជាងគេត្រីហាក់បន្ទាប់មកហាក់6គូនិងហាក់ពាក់កណ្ដាលគឺប្រឡងប្រសងគ្នាអធិពលអញ្ចឹងអត្ថន័យនៃឯកាហាក់មួយហើយខ្ញុំនឹងបន្តនៅវីដេអូក្រោយថ្ងៃនេះយើងគាត់តែមើលថាក្នុងហ្នឹងមានគូអ្វីខ្លះហាក់ជាមួយគ្នាត្រីហាក់មើលមិនហាក់តាមដោយការមើលមិនអញ្ចឹង
វីដេអូក្រោយខ្ញុំនឹងតតាក់ទងជាមួយនឹង3ចំណុចទៀតបាទទី1អត្ថន័យនៃការហាក់ទី2យើងធ្វើមិនដឹងថាហាក់នឹងល្អឬមិនល្អហើយចុងក្រោយយើងមើលថាយើងវិភាគមើលថាហាក់ហើយនឹងឆុងមួយណាមានឥទ្ធិពលខ្លាំងជាងបាទអូខេអញ្ចឹងថ្ងៃនេះវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជម្រាបលា